លើកមុនខ្ញុំបានចេញវីដេអូខ្លីម្ដងហើយនំត្រចៀកកដោនេះតែពណ៌ស្លឹកតើយហើយថ្ងៃនេះដែរគឺខ្ញុំមកធ្វើនំត្រចៀកកដោនឹងដូចគ្នាប៉ុន្តែជាពណ៌ដលងស្វាយវិញម្ដងណាហើយរបៀបធ្វើវិញអាចនិយាយបានថាมันពិបាកពេកហើយក៏មិនស្រួលខ្លាំងពេកដែរគ្រឿងផ្សំយើងគឺមានម្សៅមី250ក្រាមម្សៅពោត15ក្រាមស្ករ30ក្រាមអំបិលបន្តិចពងមាន់ក៏បានពងទាក៏បានមួយគ្រាប់ហើយនឹងទឹកដោះគោខាប់2ស្លាបព្រាបាយកូរច្បល់គ្រឿងផ្សំទាំងអស់ហ្នឹងហើយបន្ទាប់មកគឺបន្ថែមជាមួយនឹងប៊ឺ40ក្រាមកូរម្សៅជាមួយនឹងប៊ឺនឹងចូលគ្នាទៅបន្ទាប់មកគឺខ្ញុំក៏បានបន្ថែមទឹកស្អាតយើងធម្មតាហ្នឹងម្ដងបន្តិចដាក់ចូលទៅក្នុងម្សៅហ្នឹងហើយគឺយើងច្បាច់ដោយដៃហ្នឹងរហូតដល់តែម្សៅហ្នឹងឡើងទៅជាដុំមួយអញ្ចឹងទៅតែប៉ុណ្ណឹងគឺរួចរាល់ហើយនៅពេលដែលច្បាច់ម្សៅហ្នឹងហើយគឺយើងចាប់ផ្ដើមបែងចែកម្សៅហ្នឹងជា2ដុំដោយមួយដុំយើងយកពណ៌ធម្មតាហើយនឹងមួយដុំទៀតខ្ញុំលាយជាមួយនឹងម្សៅដលងពណ៌ស្វាយចំពោះម្សៅដលងពណ៌ស្វាយនេះដែរបើសិនជាអត់មានយើងអាចជំនួសដោយទឹកសកានៀកពណ៌ក្រហមឬក៏ទឹកស្លឹកតើយអីអញ្ចឹងណាតែដោយសារថាខ្ញុំមានអានឹងស្រាប់ទៅខ្ញុំខ្ជិលច្បាច់ទឹកស្លឹកតើយឬក៏សកានៀកពណ៌ក្រហមអីហ្នឹងអញ្ចឹងខ្ញុំក៏ប្រើនឹងជំនួសទៅហើយឥឡូវគឺម្សៅខ្ញុំទាំងពីរពណ៌ហ្នឹងខ្ញុំបានធ្វើរួចរាល់ហើយអញ្ចឹងហើយខ្ញុំយកសាច់ម្សៅមួយដុំដែលមានពណ៌ដើមនេះយកមកកិនវាឲ្យទៅជាប្រទេសស្ដើងទៅយើងកិនធ្វើមិនក៏បានដែរឲ្យតែថាឲ្យទៅជាប្រទេសស្ដើងណាហើយផ្នែកពណ៌ស្វាយនោះក៏ដូចគ្នាដែរនៅពេលដែលយើងកិនម្សៅទាំងពីរហ្នឹងទៅជាប្រទេសស្ដើងដូចគ្នាហើយគឺខ្ញុំចាប់ផ្ដើមលើកម្សៅផ្នែកពណ៌ស្វាយយកទៅដាក់ពីលើពណ៌ដើមហើយបន្ទាប់មកគឺយើងសេរីពណ៌ស្វាយហ្នឹងធ្វើម៉េចឲ្យវាប៉ិនជាមួយនឹងពណ៌ដើមហ្នឹងទៅនៅពេលដែលយើងសេរីហើយគឺយើងកិនវាបន្តិចទៀតទៅដើម្បីឲ្យវារាងស្អិតជាប់គ្នាតែប៉ុណ្ណឹងទៅគឺយើងអាចមូលម្សៅនឹងបានហើយនៅពេលដែលមូលម្សៅនឹងហើយគឺយើងត្រូវការយកម្សៅហ្នឹងយកទៅដាក់ក្នុងទូទឹកកកដាក់កន្លែងកកហ្នឹងរយៈពេល2ទៅ3ម៉ោងអីអញ្ចឹងទៅហើយបើសិនជាយើងដាក់ក្នុងទូត្រជាក់ធម្មតាទុករយៈពេលមួយយប់ណាដូចថាធ្វើពេលល្ងាចអញ្ចឹងព្រលឹមឡើងអីយើងអាចយកវាចេញមកកាត់បានហើយបើសិនជាអត់ដាក់ក្នុងទូទឹកកកទេគឺកាត់អត់កើតទេទុនឥឡូវនេះម្សៅខ្ញុំបានមូលរួចហើយអញ្ចឹងខ្ញុំកាត់វាជាពីរណាដើម្បីសនុកមូលជាមួយនឹងថង់ផ្លាស្ទិកហើយយកទៅដាក់ក្នុងទូកកខ្ញុំដាក់រយៈពេល3ម៉ោងណាប៉ុណ្ណឹងទៅវារឹងល្មមយើងអាចកាត់បានហើយឥឡូវនេះគឺម្សៅនំខ្ញុំក្រោយពេល3ម៉ោងណាគឺយើងអាចយកមកកាត់បានហើយកន្លែងកាត់នេះក៏រៀងសំខាន់ដែរបងប្អូនបើសិនជាកបិតយើងអត់មុតណាកាត់អត់ស្អាតទេយើងប្រើកបិតរៀងមុតតិចទៅស្រួលកាត់ហើយឥឡូវនេះគឺសាច់ម្សៅខ្ញុំកាត់ម្ដុំនឹងរួចហើយអញ្ចឹងខ្ញុំចាប់ផ្ដើមបំពងតែម្ដងខ្ញុំដាំប្រេងឲ្យឡើងក្តៅមកល្មមទៅនិយាយរួមចំពោះប្រេងវិញបើសិនជាយើងដាក់វាអត់សូវក្តៅខ្លាំងវាធ្វើឲ្យនំជក់ប្រេងតែបើសិនជាក្តៅខ្លាំងពេកគឺនំយើងឆាប់ខ្លោចអញ្ចឹងមើលទៅថាភ្លើងមកល្មមប្រេងមកល្មមហ្នឹងទៅគឺយើងអាចពងនំហ្នឹងចេញមកបានល្អហើយត្រង់កន្លែងពងនេះតើតែថាយើងរៀងលះដៃដែរមើលទៅថាដាក់បដើយើងប្រែបដើទៅបើឃើញសាច់នំឡើងក្រហមប៉ុណ្ណឹងហើយគឺយើងស្រង់ឡើងណាហើយក៏បន្តបំពងធ្វើអញ្ចឹងរហូតតែអស់នំទៅគឺបានហើយអញ្ចឹងមិនថានំត្រចៀកកដោនេះมันពិបាកពេកហើយក៏មិនស្រួលពេកដែរឥឡូវនេះគឺនំខ្ញុំបានឆ្អិនហើយសាច់នំឡើងស្រួយស្រាប់តែម្ដង